លោកអ្នកកំពុងទស្សនាកម្មវិធីអ្នកនឹងខ្លាយជាសិទ្ធិជាមួយនឹងខ្ញុំបាទនិងបងអូនស្រីច័ន្ទម៉ានិតធ្វើដំណើរមកឈានដល់ដំណាក់កាលទី3ហើយអូនស្រីនៅក្នុងពេលនេះមានថវិកានៅក្នុងខ្លួនជាបណ្ដោះអាសន្ននោះគឺ6លាន4សែនរៀលបើបងអូនស្រីឆ្លើយសំណួរជាបន្តទៅត្រូវអូនស្រីនឹងមានថវិកាជាបណ្ដោះអាសន្ននៅក្នុងខ្លួនគឺចំនួន12លាន5សែនរៀលតែបើខុសទៅផ្ទះវិញនៅក្នុងអត្រាទឹកប្រាក់3លានបាទ3លានធ្វើដៃលេងត្រូវ3លាន2សែនរៀលហើយបងអូននៅមានសិទ្ធិពិសេសមួយគឺដើរចេញអំពីកៅអីសេដ្ឋីបើសិនជាឆ្លើយសំណួរទី12មិនរួចក្នុងទឹកប្រាក់6លាន4សែនរៀលបាទណាចា៎បាទសំណួរតម្លៃ12លាន5សែនរៀលតើព្រះបដិមាធ្វើអំពីមាសតម្កល់នៅក្នុងព្រះវិហារព្រះកែវមរកតមានទម្ងន់10បើសំទុះ90គីឡូក្រាមមានដាំពេជ្រចំនួនប៉ុន្មានគ្រាប់ A 2068គ្រាប់ B 2860គ្រាប់ C 2086គ្រាប់ D 2680គ្រាប់បើមិនច្បាស់ទេកុំបន្ថយដូចមិញណា6លាន4សែនអាចដើរចេញពីកៅអីសេដ្ឋីសុំសិទ្ធិចាក់ចេញសុំសិទ្ធិចាក់ចេញពីកៅអីសេដ្ឋីបាទអបអរសាទរបាទចំពោះបងស្រីនៅក្នុងកម្មវិធីអ្នកនឹងខ្លាយជាសេដ្ឋី6លាន4សែនរៀលបាទអរគុណបថុយមកតាំងពីសំណួរទី10និងទី11ត្រូវណាឥឡូវសាកបថុយម្ដងទៀតមើលចម្លើយ B ជាចម្លើយចុងក្រោយ B ជាចម្លើយចុងក្រោយយើងឃើញតួលេខទាំងអស់ហ្នឹងលេខដូចគ្នាទាំងអស់2068 2860 2086 2680ការសម្រេចចិត្តរបស់បងអូនគឺពិតជាត្រឹមត្រូវបងអូនចម្លើយដែលត្រឹមត្រូវនោះគឺចម្លើយ C 2086គ្រាប់បើសិនជាបងអូនទៅផ្ទះវិញ3លាន2សែនតែប៉ុណ្ណោះបាទក្នុងពេលនេះបងអូនស្រីមានអារម្មណ៍យ៉ាងម៉េចដែរមានអារម្មណ៍ថាសប្បាយចិត្តដែលបានឈានដល់មកដល់វគ្គនេះដល់សំណួរទី11ទោះថាមិនបានដល់ចំនួនទឹកប្រាក់100លានតែក៏នៅតែសប្បាយចិត្តដែរបាទសូមចូលរួមអបអរសាទរចំពោះបងអូនស្រីដែលបានចូលរួមនៅក្នុងកម្មវិធីអ្នកនឹងខ្លាយជាសេដ្ឋីបាទនេះគឺជាសាច់ប្រាក់សុទ្ធសម្រាប់បងអូនស្រីបាទសូមអបអរសាទរជាថ្មីម្ដងទៀតបាទ6លាន4សែនរៀលបាទអរគុណច្រើនបងណាបាទសូមជើញបាទចំពោះបងអូនស្រីដែលបានចូលរួមនៅក្នុងកម្មវិធីបាទអំបញ្ញមិញនេះពិតជាពិសេសពិសាលណាស់បាទខ្ញុំជឿថាការបថុយប្រឋានមានពេលខ្លះអាចត្រូវអញ្ចឹងដែរបាទទៅផ្ទះវិញជាមួយនឹងអត្រាទឹកប្រាក់រហូតដល់ទៅ6លាន4សែនរៀលឥឡូវនេះកម្មវិធីរបស់យើងត្រូវការបេក្ខជនឬក៏បេក្ខភាពមួយរូបទៀតដើម្បីមកអង្គុយកៅអីសេដ្ឋីសូមជម្រាបថាកម្មវិធីត្រូវការអ្នកដែលឆ្លើយបានត្រឹមត្រូវហើយលឿនជាងគេទើបមានឱកាសមកអង្គុយកៅអីសេដ្ឋីបាទណាត្រៀមសំណួរចូលរៀបផ្លូវទឹកខាងក្រោមតាមលំដាប់ពីតូចទៅធំ A សមុទ្រ B ព្រែក C ទន្លេ D អូចម្លើយដែលត្រឹមត្រូវគឺ D អូ B ព្រែកC ទន្លេនិង A សមុទ្រអ្នកដែលឆ្លើយបានត្រឹមត្រូវឲ្យលឿនជាងគេនោះគឺអបអរសាទរបាទមានសក្ខណាសុខសប្បាយជាទេបាទចាសុខសប្បាយមានអារម្មណ៍យ៉ាងម៉េចដែរនៅក្នុងពេលនេះរំភើបហើយសប្បាយចិត្តមែនទែនបាទអរគុណសូមជើញកៅអីសេដ្ឋីបាទ
ស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់កៅអីសេដ្ឋី ចា៎ បាទសប្តាហ៍នេះបំពេញតួនាទីជាអ្វីដែរ សប្តាហ៍នេះខ្ញុំបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជាជំនាញគណនេយ្យនិងភាសាអង់គ្លេសហើយសប្តាហ៍នេះជាអ្នកសម្របសម្រួលកម្មវិធីនៅមជ្ឈមណ្ឌលរដ្ឋា Leading អូការងារគិតថាលំបាកទេជាអ្នកសម្របសម្រួល អត់លំបាកទេបងជាចំណងចំណូលចិត្ត ថ្ងៃនេះតើមានអ្នកណាមកជាជំនួយការខ្លះឬក៏ផ្ដល់កម្លាំងចិត្តខ្លះ មានមិត្តរួមការងារដ៏ល្អម្នាក់គាត់នៅខាង គាត់ឈ្មោះអីដែរ គាត់ឈ្មោះហឿងហ៊ិន ហឿងហ៊ិន ចា៎ សួស្តីបងហ៊ិន បាទជំរាបសួរ បាទជំរាបសួរសុខសប្បាយទេបង បាទសប្បាយចិត្ត សប្បាយចិត្តហ៎ បាទ សប្បាយចិត្តក្នុងនាមជាមិត្តភក្តិ បាទក្នុងនាមជាមិត្តភក្តិដ៏ល្អរបស់ខ្ញុំគាត់មានឱកាសឡើងទទួលការប្រកួតប្រជែងហើយទទួលលុយ បាទ កែនេះគឺកែមកយកលុយត្រូវហើយ ព្រោះគាត់ប្រជែងសមត្ថភាពហើយគាត់អាចបានលុយទៀតអានឹងគឺជាឱកាសដ៏ល្អរបស់គាត់ បាទមានជំនឿប្រហែលភាគរយដែរ ខ្ញុំឲ្យទៅលើគាត់ 100% ប៉ុន្តែអ្វីដែលគាត់ធ្វើបានឬមិនបានអានឹងអាស្រ័យទៅលើគាត់ទេប៉ុន្តែខ្ញុំឲ្យ 100% មក អរគុណច្រើនចាស់សក្តាខ្លួនឯងមានជំនឿប្រហែលភាគរយដែរ ជំនឿត្រូវតែមានហ្មងតែត្រូវបង្ការទុកការពារដែរសង្ឃឹម 90% សង្ឃឹម 90% ទុក 10% ដើម្បីលួងចិត្ត ចា៎ ណាបើសិនជាឆ្លើយសំណួរណាមួយខុសសូមជម្រាបជូនសក្តាបានជ្រាបផងដែរថាកម្មវិធីរបស់យើងគឺមានរហូតដល់ទៅ15សំណួរបាទណាក្នុង15សំណួរនោះខ្ញុំបាទសូមជម្រាបថាគឺមានអត្រាទឹកប្រាក់ខុសៗគ្នា 15សំណួរនេះត្រូវបានបែងចែកចេញជា3ដំណាក់កាលដំណាក់កាលទី1គឺតម្រូវឲ្យសក្តាឆ្លើយឲ្យត្រូវទាំង5សំណួរតែម្ដងប្រសិនបើខុសសំណួរណាមួយនោះមានន័យថាសក្តាទៅផ្ទះវិញបាត់ដៃទោសទីការរំពឹងនិងការសង្ឃឹមទុកនោះគឺអស់រលីងតែម្ដងឆ្លើយត្រូវដំណាក់កាលទី1ទើបសក្តាមានទឹកប្រាក់នៅក្នុងហោប៉ៅ100,000 រៀលដំណាក់កាលទី2តម្រូវឲ្យសក្តាឆ្លើយត្រូវបើមិនមែនតម្រូវទេប្រសិនបើសក្តាឆ្លើយត្រូវរហូតដល់សំណួរទី10សក្តានឹងមានទឹកប្រាក់នៅក្នុងហោប៉ៅ3,200,000 រៀលហើយបើសក្តាឆ្លើយរួចរហូតដល់សំណួរទី15នោះទឹកប្រាក់100 លានរៀលជាកម្មសិទ្ធិរបស់សក្តាយកទៅផ្ទះសំណួរមួយនៅក្នុងចំណោមសំណួរទាំង15បើសិនជាសក្តាឆ្លើយមិនរួចក្នុងសំណួរណាមួយសក្តាមានជំនួយ3សម្រាប់ជួយទី1គឺទស្សនិកជនដែលទស្សនានៅទីនេះផ្ទាល់គាត់នឹងជួយផ្ដល់នៅចម្លើយយ៉ាងសុក្រិតហើយនឹងត្រឹមត្រូវជូនទៅដល់សក្តាជំនួយទី2គឺ50-50មានន័យថាកាត់ចម្លើយដែលខុសពីចេញនិងនៅសល់ចម្លើយ2មួយត្រូវ 100% មួយទៀតខុស 100% ជំនួយទី3គឺទូរស័ព្ទបើសិនជាសំណួរនោះសក្តាគិតថាមានអ្នកដែលអាចជួយឆ្លើយសក្តាបានសក្តាអាចទំនាក់ទំនងតាមរយៈទូរស័ព្ទដើម្បីឲ្យគាត់ជួយឆ្លើយសំណួរទី1តើយានមួយណាគេប្រើដើម្បីចរាចរណ៍លើផ្លូវទឹក A ទូក B កង់ C ម៉ូតូ D ឡាន សូមជ្រើសរើសយកចម្លើយ A ទូកជាចម្លើយ ចុងក្រោយ ជាចម្លើយចុងក្រោយបើ A ជាចម្លើយចុងក្រោយអបអរសាទរបាទសំណួរទី2តើសត្វមួយណាអត់មានធ្មេញលើ A ជ្រូក B សេះ C គូ D ឆ្កែ C C កូ គូដៃចាំគូហ៎ អត់ដែរបង អត់ដែរទេតែឃើញគោដែរ អូខេ អូខេដូច្នេះ C ជាចម្លើយចុងក្រោយ C ជាចម្លើយចុងក្រោយអបអរសាទរបាទសំណួរទី3តើដំណាំកសិកម្មដែលសំខាន់ជាងគេនៅកម្ពុជាគឺអ្វី A ពោត B ស្រូវ C សណ្តែក D ជីក ខ្ញុំសូមជ្រើសយកចម្លើយ B ស្រូវ ចម្លើយ B
ស្រូវ ស្រូវជាចម្លើយ ចុងក្រោយចា៎ សំខាន់ជាងគេតែម្ដងនៅក្នុងចំណោមដំណាំកសិកម្មទាំងឡាយនៅកម្ពុជាយើងអបអរសាទរបាទសំណួរទី4អស់មកទៅហើយជួបគ្នាសប្តាហ៍ក្រោយណា ចាបង បាទសូមខន្តីអភ័យទោសចំពោះបេក្ខភាពបាទដទៃទៀតដែលអត់បានចូលរួមនៅក្នុងកម្មវិធីហើយនឹងអញ្ជើញមកអង្គុយកៅអីសិទ្ធិបាទចំណែកឯបងអូនស្រីមឿនសក្កណាយើងនៅបន្តសប្តាហ៍ក្រោយជាមួយគ្នាជាបន្តទៀតណា ចា៎ បាទហើយសូមអរគុណទស្សនិកជនដែលបានចូលរួមទស្សនាហើយជួយឆ្លើយនៅចម្លើយដ៏ត្រឹមត្រូវជូនទៅដល់បេក្ខភាពរបស់យើងបាទលោកស្រីនាងកញ្ញាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីអ្នកនឹងខ្លាយជាសេដ្ឋីបានដល់ទីបញ្ចប់សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានផ្ដល់ការឧបត្ថម្ភធំដល់កម្មវិធី ឧបត្ថម្ភដោយ Agnes គ្មានមុនមានមុនស្នេហ៍សហការឧបត្ថម្ភដោយ Systema ថ្មិញរឹងមាំមានសុខភាពល្អជាមួយស្នាមញញឹមដ៏ទាក់ទាញ ឈ្នះរង្វាន់មហាសិទ្ធិពីស្រាបៀរភ្នំពេញឈ្នះម៉ូតូ Yamaha 500 គ្រឿងខ្សែកមាស 5000 ខ្សែនិងសាច់ប្រាក់សរុបចំនួន 8888 លានរៀលស្រាបៀរភ្នំពេញខ្ញុំស្រឡាញ់ភ្នំពេញ បាទលោកស្រីនាងកញ្ញាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីអ្នកនឹងខ្លាយជាសេដ្ឋីបានដល់ទីបញ្ចប់សន្យានឹងវិលមកជួបលោកអ្នកជាថ្មីនៅសប្តាហ៍ក្រោយក្នុងម៉ោងនិងពេលដដែលពេលនេះខ្ញុំបាទនិងក្រុមការងារសូមអរគុណសូមជម្រាបលា